trong số một sát na đang có mình sát na một mình chạy thì dương bậc căn đề thả prom sát na bột sát na cung tại ban prom mà ra tận đi là mình một phía ấy nữa cung ấy dương là ngay đang đập thọ này nè đi prom mi cho loka thập tây sa tây kata anjali ati varanga nên sa tây prom nó cho mà ra tận đi prom mà nát sát lô nơi khơi là bột ta đang ngay mình làm này đó sát lô cái này hay mình cái ta sátแต่มนุษย์เทวดามีพรหมบินีให้nhưng mà prom chia cái hà na kia lúc chia lộ trong mà ca cờ rốt mình được lực đã thì nhưng cháu thà ca cờ rốt prom anh sa na không này nè tạiประปูติสัตว์ในยืนกาจิพรหมประมาณ100 จิตประมาณ10,000 จิตแต่มันตัดเชียงผมใบ10,000 4 ปอนด์ตองที่ได้ประองการจิพรหมในประปูติสัตว์เนี่ยมันตัดเชียงผมใบ10,000 4 ปอนด์ตองที่ได้โลกาจิพรหมน้องจิตได้สร้างบารมีเขาเนี่ยให้พรหมជាសាវករបស់ព្រះហើយទៅឆ្លុះព្រំទៅអីដូចបងឲ្យឆ្លុះគ្នាបងប្អូនហ្នឹងឯងតែការគោរពថាទស្សនៈផ្សេងគ្នាលោកហើយកុំនិយាយថ្មីដល់ថាគោរពព្រំបាញ់សាសនាយេស៊ូគ្រីស្ទឬក៏មូស្លីមអីជាដើមថាទស្សនៈខុសគ្នាគ្រាន់តែពុទ្ធសាសនានេះនៅបែរជាថេរវាទនៅបែរជានិកាយហើយនិកាយហើយនៅបែរជាបច្ចិពួកជាក្រុមជាសំណាក់ទៀតនេះហើយក្រោបជ្រកក្រោមលោកពុទ្ធសាសនាតែមួយនៅបែកបាក់គ្នាអញ្ចឹងនៅប្រកាន់គ្នាអញ្ចឹងចុះតម្រាំតែទិដ្ឋិមនុស្សដែលប្រកាសថាខ្លួនកាន់សាសនារៀងខ្លួនធ្វើមិនដេចវានឹងដូចគ្នាតែគ្រាន់តែថាព្រមអត់ដឹងអីទេមនុស្សចេះឆ្លោះគ្នានោះដូចតែខ្ញុំកណ្ដាលអង្គុយអញ្ចឹងណាអត់ដឹងអីទេគេជាមនុស្សអ្នកឆ្លោះគ្នានោះណាខ្ញុំកណ្ដាលដូចអត់ដែលបានទៅតបតងគេទៅបកស្រាយអីថាមិនបើគេសួរចេះឆ្លើយទៅឆ្លើយតាមតែដឹងតាមតែពិតអញ្ចឹងទៅណាតែមនុស្សខាងក្រៅតែអ្នកឆ្លោះគ្នាសង្គមខាងក្រៅឆ្លោះគ្នាខ្ញុំកណាអត់បានទៅមើលទូរស័ព្ទមើលស្អីគេហ្នឹងដល់អញ្ចឹងគាត់ដឹងថាសង្គមខាងក្រៅវាច្បុកច្បល់ល្មិចទេមានពេលណាទៅមើលទៅសុំគេមើលលោកបើក្រាន់តែទូរស័ព្ទមិនអត់ទេមាននៅគេកាត់កូននៅលោកកាន់ណាតែលោកមកអញ្ចឹងមានពេលតែដោះស្រាយធေါ်ឆ្លើយធေါ်ដោះស្រាយធေါ်តាំងពីម៉ោង5ទល់ម៉ោង10យប់សឹងបានបន្តិចរំតែអង្គុយចម្រើនពោពីដើមអង្គុយពេលថ្ងៃពេលល្ងាចអីទៅណាដល់មួយរយៈចុងក្រោយនេះគឺម៉ោង5ប្រជាពលរដ្ឋពុទ្ធបរិស័ទមកដល់ហើយម៉ោង11យប់អីទៅគេទៅវិញអស់ទៅហើយម៉ោង12ម៉ោង11ចេញទៅស្រង់ទឹកអីរួចរាល់ម៉ោង12ទៅមកអង្គុយចម្រើនសិក្សារៀនសូត្រទៅម៉ោង1ម៉ោង2បានចូលសិនមួយរយៈចុងក្រោយនេះណាម៉ោង2ចូលសិនម៉ោង5ក្រោយម៉ោង2ចូលសិនម៉ោង5ក្រោយហើយពេលថ្ងៃឡើងអង្គុយអញ្ចឹងដោះស្រាយធម៌របស់អស់លោកចំណល់របស់អស់លោកទាំងអស់ហ្នឹងដោយសេចក្តីសង្គ្រោះរបស់អស់លោកហ្នឹងហើយដោយសេចក្តីចាស់ថារបស់អស់លោកខ្លះអញ្ចឹងមានពេលណាទៅដឹងរឿងសង្គមខាងក្រៅវាកើតបែបណាអត់មានពេលដឹងទេព្រមដូចគ្នាដែរកាលទៅកើតពីព្រមសោយអាហារគឺឈានហ្នឹងឯងព្រមពេញចិត្តតែចេញឈានចូលឈានចេញឈានចូលឈានដែរមានពេលណាមកមើលមនុស្សឆ្លុះគ្នាហើយដែលហើយទៅសម័យខំគ្នាដំរីដូចជាមិនមានអីត្រូវទៅដោះស្រាយជាមួយទេមិនអញ្ចឹងណាហ្នឹងហើយអញ្ចឹងកុំឆ្លុះគ្នាជាមួយនឹងប្រមាណហើយបើតាមប្រវត្តិហ្នឹងយេស៊ូគ្រីស្ទហ្នឹងមកបួសនៅឥណ្ឌាខាងជើងតាំងពីអាយុ13ឆ្នាំក្រោយមកគាត់អាយុ27ឆ្នាំគាត់ចេញទៅវិញអធិស្ឋាន23ឆ្នាំគាត់ចេញទៅវិញសឹកទៅផ្សព្វផ្សាយពុទ្ធសាសនានៅប្រទេសគាត់តែប្រទេសគាត់កាន់សាសនាផ្សេងអញ្ចឹងរដ្ឋាភិបាលក្នុងសម័យនោះធ្វើទុកបុកម្នេញគាត់រហូតដល់ចាប់គាត់ទៅឆ្កាងអីជាការពិតដែរក្រោយមកមានសិស្សចំណិតគាត់ដែលជាធ្វើជាមន្ត្រីធំនៅក្នុងជួររដ្ឋាភិបាលហ្នឹងលួចនាំគ្នាខុបខិតថាលោកសកុតដែរហើយដាក់ចូលមកឈូសឲ្យទៅកប់ហើយចលះលោកមកលាខាងជើងវិញក្រោយមកប្រជាពលរដ្ឋបរិស័ទដែលគោរពជឿអញ្ចឹងល្បីថាយេស៊ូគ្រីស្ទហ្នឹងគាត់ស្លាប់ហើយទៅកោះភ្នំមើលវាអត់ឃើញលោកថាព្រះរស់ឡើងវិញទៅឋានសួគ៌អីអញ្ចឹងទៅលោកណាតែតាមពិតគាត់ចលះមកលាខាងជើងហើយមិនបានគាត់មិនត្រឡប់ទៅវិញបើគាត់ត្រឡប់ទៅវិញកូនសិស្សដែលជួយគាត់ស្លាប់មកពូជអំបូរហ្នឹងហើយអញ្ចឹងបានគាត់
សុខចិត្តសង្ងំរស់នៅឥណ្ឌាខាងជើងរហូតដល់គាត់អាយុ80ឆ្នាំបានគាត់ស្លាប់មកជាមួយម្ដាយគាត់ឈ្មោះ Mary នឹងប្រវត្តិហ្នឹងវាមាននៅក្នុងតម្កល់ក្នុងមហាវិទ្យាល័យដូចជាសាកលវិទ្យាល័យបញ្ញាសាស្ត្រក្នុងបណ្ណាល័យគេមានណាតែជាភាសាអង់គ្លេសបើលោកណាចេះចាំភាសាអង់គ្លេសអាចទៅសិក្សាស្វែងរកមកបានទេហ្នឹងហើយទៅឆ្លោះគ្នាទៅវិញទៅមកហ្នឹងហើយអតិទេពគោរពព្រះ